នំក្រូចនៅនេះមានស្ករត្នោតចឹងទៅចេះតែនឹកឃើញចង់ធ្វើនំនេះនំនោះឥឡូវហ្នឹងធ្វើនំក្រូចបានមួយមុខហើយដំបូងហ្នឹងដាក់ស្ករត្នោត2ស្លាបព្រាបាយកូរឲ្យឡើងជើងក្រងហើយមកយើងយកសណ្តែកដែលយើងស្ងោរឆ្អិនហើយនឹងកិនឲ្យម៉ត់លាយជាមួយនឹងសាច់ដូងខ្ចីហ្នឹងយកមកកូរនៅលើខ្ទះជាមួយនឹងស្ករត្នោតហ្នឹងហើយបន្ទាប់មកដាក់អំបិលមកចិបដើម្បីឲ្យវាចាប់ជាតិផ្អែមណាយើងកូរសណ្តែកហើយនឹងស្ករហ្នឹងឲ្យវាដាច់ទឹកសិនណាហើយចាំទុកវាឲ្យត្រជាក់សិនចាំយកវាមកមូលជាដុំធ្វើជាស្នូលនេះដោយសារវីដេអូខ្ញុំកាត់ទេចាអញ្ចឹងឥឡូវនេះយើងមកចាប់ដើមលាយម្សៅម្ដងផ្នែកម្សៅហ្នឹងយើងមានម្សៅដំណើបយើងដាក់200ក្រាមហើយម្សៅអង្ករខ្សាយហ្នឹង30ក្រាមហើយនឹងដាក់baking powder សម្រាប់ឲ្យនំឡើងហ្នឹងមកចុងស្លាបព្រាកាហ្វេហើយច្បល់ម្សៅនឹងឲ្យចូលសព្វគ្នាសិនចាំយើងចាក់ខ្ទិះដូងហ្នឹងយើងប្រើចំនួន200មីលីលីត្រណាប៉ុន្តែដោយសារខ្ទិះដូងខ្ញុំកកវារាវនឹងអញ្ចឹងទៅចាក់ទៅឃើញគោកមែនទែនដោយសារខ្វះខ្ទិះដូងអញ្ចឹងខ្ញុំថែមទឹកច្បល់បន្ថែមទៀតគឺបន្ទាប់មកយើងច្របាច់ម្សៅនឹងឲ្យចូលគ្នាមកកុំឲ្យទន់ពេកកុំឲ្យរឹងពេកទេយើងមើលមកល្មមមកអាចធ្វើសបកនំខ្ចប់បានគឺអូខេហើយគឺចាប់ដើមយកម្សៅមកខ្ចប់ស្នូលនំចាចឹងយើងចាប់ម្សៅមកចាប់បន្តិចមកហើយធ្វើវាឲ្យសប៉ែតហើយយកស្នូលនំហ្នឹងមកដាក់កដាលហើយមូលវាឲ្យមូលមកមូលស្អាតហើយយើងសកត់វាឲ្យសប៉ែតបន្តិចដូចស្តៀងនំក្រូចរបស់យើងហ្នឹងណាហើយបន្ទាប់មកទៀតយើងយកដៃយើងដាក់ល្ងខ្មៅហ្នឹងយកមកដាក់ប៉ាតឬក៏ដាក់វាបតក់ពីលើនំហ្នឹងមករួចជាការស្រេចហើយឥឡូវហ្នឹងមកមើលផ្នែកចម្អិនវិញផ្នែកចម្អិនហ្នឹងគឺសំខាន់មែនទែនពួកអីអ្នកខ្លះចម្អិនទៅអាចផ្ទុះនំហ្នឹងណាចាអញ្ចឹងគេមានតិចនិចគេក្នុងការចម្អិនទី1គឺយើងដាក់ខ្លាញ់ហ្នឹងនៅលើឆ្នាំងឬក៏ខ្ទះហ្នឹងគឺដាក់ភ្លើងឲ្យទាបបំផុតចាភ្លើងហ្នឹងទាបមែនទែនណាខ្សោយបំផុតណាបន្ទាប់មកទៀតគឺយើងបង់នំចូលមកហើយយើងអត់តន់តឡើងភ្លើងទេរហូតដល់នំយើងអណ្ដែតឡើងលើយើងឃើញនំចាប់ដើមអណ្ដែតហ្នឹងគឺចាំយើងដំឡើងភ្លើងប៉ុន្តែក៏អត់ដំឡើងខ្លាំងណាស់ដំឡើងតិចទេភ្លើងណាចាហើយនេះខ្ញុំអត់ទាន់ដំឡើងភ្លើងទេណាខ្ញុំដាក់នំបន្ថែមដោយសារឃើញនៅសល់មានចន្លោះត្នេដែលអាចដាក់បានเนาะអញ្ចឹងខ្ញុំដាក់សិនដាក់នំសាច់នំបន្ថែមទៀតសិនរហូតដល់នំហ្នឹងអណ្ដែតឡើងលើអស់ហើយចាំយើងទៅឡើងភ្លើងមកមធ្យមមកហើយអាសាប្រែឲ្យត្រឡប់មើលវាផងកុំឲ្យវាខ្លោចដោយសារតែយើងប្រើភ្លើងតែមធ្យមតែអញ្ចឹងទៅវារៀងយូរតិចទ្រាំតែវារៀងប្រែពណ៌អញ្ចឹងនំយើងចម្អិនរហូតដល់វាឡើងប្រែពណ៌រៀងក្រហមព្រឿងអីហ្នឹងគឺមកល្មមហើយកុំឲ្យទុកដល់ក្រហមខ្លាំងពេកវាអាចទៅជាខ្លោចវិញណាមើលតែក្រហមព្រឿងប៉ុណ្ណឹងគឺល្មមមកស្រង់បានហើយចាមិនដែររបៀបធ្វើនំក្រូចខាងខ្ញុំធ្វើនេះមិនដែរស្រួលឬក៏ពិបាកអាចសាក់លបងធ្វើញ៉ាំបាននៅខាងនេះធ្វើហើយចែកអ្នកភូមិញ៉ាំព្រាតចាអរគុណដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយបាយ